រៀនចប់ IT ហើយតែរកការងារមិនបានបងប្អូនកុំតើយល់ច្រឡំសាបងបកស្រាយសិនខ្ញុំបានឮសិស្សជាច្រើនប្រាប់ថារៀនចប់ពិបាករក internship និងការងារធ្វើមូលហេតុចម្បងគឺមុខវិជ្ជាសិក្សាចាស់ពុំស្របតាមទៅនឹងតម្រូវការទីផ្សារការងារថ្មីហើយអ្វីដែលរៀននៅសាកលវិទ្យាល័យវាមិនដូចទៅនឹង technology ដែលគេប្រើនៅក្រុមហ៊ុនជាក់ស្ដែងជាការពិតណាស់មុខវិជ្ជាចាស់នៅតែមានសារៈសំខាន់សម្រាប់មូលដ្ឋានគ្រឹះរីឯការដាក់បញ្ចូលនៅមុខវិជ្ជាថ្មីក៏ពុំអាចខ្វះបានដើម្បីអភិវឌ្ឍចំណេះជំនាញឲ្យដើរទាន់សម័យកាលបច្ចុប្បន្នអញ្ចឹងមិនថាការជ្រើសរើសសាលារៀនគឺពិតជាសំខាន់ខ្ញុំបានចាប់អារម្មណ៍វិទ្យាសាស្ត្រ iStart ខ្លាំងមែនទែនដែលដាក់បញ្ចូលមុខវិជ្ជាថ្មីល្អហើយពិសេសជាងនេះទៅទៀតវិទ្យាសាស្ត្រ iStart បានផ្ដោតទៅលើតែមុខជំនាញព័ត៌មានវិទ្យាឬក៏ IT តែមួយមុខគត់ដោយបានឃើញពីសារៈសំខាន់និងគុណតម្លៃវិទ្យាសាស្ត្រ iStart បានរួមបញ្ចូលមុខវិជ្ជាទាំងពីររួមបញ្ចូលគ្នាក្នុងកម្មវិធីសិក្សារបស់សាលានេះគឺជាបច្ចេកវិទ្យាដែលមាននៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ UX UI Designing Spring Framework Next.js with TypeScript Python for Data Analytics Postgres SQL Database and SQL Flutter App Development Git Version Control Microservice Architecture .NET Framework Job Engineering Cyber Security and Ethical Hacking និង Project Management មុខវិជ្ជាដែលបានរៀបរាប់មុននេះជាមុខវិជ្ជាគោលធំដែលមានក្នុងកម្មវិធីសិក្សាក្នុងវិទ្យាស្ថាន iStart បងប្អូនអាចទៅមើលមុខវិជ្ជាលម្អិតនៅក្នុងគេហទំព័ររបស់វិទ្យាស្ថាន iStart តាមរយៈ link ដែលមាននៅក្នុង description អត្ថប្រយោជន៍ក្រោយពេលសិក្សាចំពោះសិស្សឆ្នាំនៅពេលបញ្ចប់ការសិក្សាអាចទទួលបានឱកាសអាហារូបករណ៍ទៅរៀនបន្តនៅក្រៅប្រទេសថ្នាក់បណ្ឌិតនិងអនុបណ្ឌិតទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកគ្រូអ្នកគ្រូរងចាំប្រឹក្សាជានិច្ចសម្រាប់ជំនួយដល់ការសិក្សាស្រាវជ្រាវរបស់និស្សិតទទួលបានឱកាសការងារអាជីពវិជ្ជាជីវៈច្បាស់លាស់និងប្រាក់បៀវត្សខ្ពស់ពីស្ថាប័នរដ្ឋនិងក្រុមហ៊ុនល្បីៗដែលជាដៃគូសហប្រតិបត្តិការរបស់ខាងវិទ្យាស្ថានផងដែរអញ្ចឹងកុំភ័យឲ្យតែចេះប្រកបមិនខ្វះការងារមិនខ្វះគេចង់បាននោះទេអ្វីដែលខ្ញុំលើកឡើងមកនេះមិនមែនចេះតែនិយាយនោះទេយោងទៅលើបងប្អូនដែលគាត់ធ្លាប់រៀននៅទីនោះហើយគាត់បានឱកាសទៅធ្វើការជាមួយក្រុមហ៊ុនដៃគូរបស់សាលាហើយមាននិស្សិតដែលឆ្នាំគាត់ទទួលបានឱកាសអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បណ្ឌិតនិងអនុបណ្ឌិតនៅប្រទេសកូរ៉េតាមរយៈវិទ្យាស្ថាន iStart នេះរួចមកហើយបងប្អូនអាចទៅមើលការ review និង feedback ពីសំណាក់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាក៏ដូចកំពុងបន្តការសិក្សានៅទីនោះតាមរយៈ Facebook page និង Google Maps ដោយផ្ទាល់ចូលរៀននៅថ្ងៃទី5ខែមករាឆ្នាំ2026ខាងមុខនេះរួចរាល់ឡើងការទទួលពាក្យអាចពេញមុនពេលកំណត់បើបងប្អូនចូលចិត្តវីដេអូនេះសូមចុច like និង share ទៅកាន់មិត្តភ័ក្តិនិងបងប្អូនដើម្បីឲ្យគាត់បានទស្សនាវីដេអូនេះទាំងអស់គ្នាអរគុណច្រើន